ព្រះគម្ពីរហាកាយហោរាហាកាយជាមនុស្សម្នាក់ក្នុងចំណោមពួកយូដាដែលបានត្រឡប់មកឯក្រុងយេរូសាឡឹមវិញក្នុងដំណាក់កាលទី1ក្រោយពីជាប់ខ្លួនជាឆ្លើយអស់រយៈពេល70ឆ្នាំក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិលសាសយូដាមួយក្រុមបានធ្វើដំណើរចេញពីស្រុកបាប៊ីឡូនហើយបានចាប់ផ្ដើមសាងសង់ព្រះវិហារឡើងវិញពួកសាមារីបានប្រឆាំងយ៉ាងខ្លាំងចំពោះគម្រោងនេះដែលបាននាំឲ្យការសាងសង់នៃព្រះវិហារផ្អាកមួយរយៈនៅពេលនោះហោរាហាកាយនិងហោរាសាការីបានព្យាយាមលើកទឹកចិត្តប្រជាជនឲ្យបញ្ចប់ការសាងសង់ព្រះវិហារនៅក្នុងទំនាយដ៏ខ្លីរបស់គាត់ហោរាហាកាយបាន1ស្ដីបន្ទោសដល់ពួកមនុស្សចំពោះការទុកព្រះវិហារចោលឲ្យនៅខូចបង់ខណៈដែលពួកគេរស់នៅក្នុងផ្ទះល្អៗ 2ប្រាប់ពួកមនុស្សឲ្យពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនហើយឲ្យពួកគេសាងសង់ព្រះវិហាររបស់ព្រះជាម្ចាស់ត្បិតព្រះជាម្ចាស់គង់នៅជាមួយនឹងពួកគេរាល់គ្នា 3រំលឹកពីរឿងអតីតកាលដែលពួកគេមិនបានស្ដាប់បង្គាប់ក្នុងការសាងសង់ព្រះវិហារនិងការជំនុំជម្រះរបស់ទ្រង់មកលើពួកគេ4លើកទឹកចិត្តពួកគេដោយប្រាប់ថាព្រះជាម្ចាស់ជាទីគាប់ចិត្តរបស់អស់ទាំងសះនឹងយាងមកឯព្រះវិហារហើយសិរីល្អរបស់វិហារជាន់ក្រោយនេះនឹងបានលើសជាងជាន់មុនទៅទៀត5ទាយទុកជាមុនថាព្រះយេហូវ៉ានឹងរំលំរាជនៃសះទាំងប៉ុន្មាននៅលើផែនដីតែទ្រង់នឹងសង្គ្រោះមនុស្សដែលទ្រង់បានរើសតាំងវិញ